គ្មានប្រទេសណាចង់មានសង្គ្រាមនោះទេដោយដែលបានឃើញកន្លងមកថាប្រទេសរបស់យើងធ្លាប់មានសង្គ្រាមរ៉ាំរ៉ៃបែបណាខ្លះទម្រាំតែអាចស្ដារឡើងវិញរហូតមកដល់ថ្ងៃនេះយ៉ាងណាមិញក៏សូមចូលរួមរំលែកទុក្ខទៅដល់គ្រួសារសពរបស់កងទ័ពកម្ពុជាយើងដែលបានបាត់បង់ជីវិតសម្ដេចតេជោហ៊ុនសែនក៏បានថ្លែងសារពិសេសមួយនៅក្នុងសម័យប្រជុំលើកទី3ប្រសិទ្ធភាពនីតិកាលទី5នេះដែរតាក់ទងជាមួយនឹងការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជាហើយនិងថៃដែលនៅព្រំដែនតំបន់មុំ3ខេត្តព្រះវិហារតែតេជោហ៊ុនសែនក៏បានស្នើឲ្យប្រជាជនមានការស្ងប់ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធកម្ពុជាកិច្ចប្រជុំនោះដែរសម្ដេចតេជោក៏បានអំពាវនាវឲ្យប្រជាជនកុំឲ្យមានការចលាចលតាក់ទងជាមួយនឹងព័ត៌មានមិនពិតសម្ដេចក៏បានមានប្រសាសន៍បន្តទៀតដែរនៅក្នុងកិច្ចប្រជុំមួយនោះការចល័តកម្លាំងទ័ពនិងកម្លាំងអាវុធធំធ្ងន់ទៅព្រំដែនមិនមែនទៅដើម្បីធ្វើសង្គ្រាមនោះទេតែគឺជាការបំរុងទុកជាយថាហេតុករណីបើសិនជាភាគីខាងថៃមានការបំពានមកកាន់កម្ពុជាដូច្នេះការជញ្ជូនអាវុធទៅនេះមិនមែនជាការទៅវាយប្រហារទៅកាន់គេមុននោះទេប៉ុន្តែជាការការពារខ្លួនហើយបំរុងទុកប្រសិនបើមានហេតុការណ៍អាក្រក់ណាមួយកើតឡើងដោយដឹកមកពិសោធន៍ដែលបានកើតឡើងកាលពីឆ្នាំ2008រហូតដល់ឆ្នាំ2011នោះហើយដូច្នេះហើយនៅពេលដែលបានបំរុងទុកបែបនេះមានបញ្ហាអ្វីអាក្រក់កើតឡើងក៏យើងបានការពារខ្លួនហើយយើងមានអាវុធក្នុងដៃជាស្រេចក្រសួងការពារជាតិក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរថាការប៉ះទង្គិចនេះមិនមែនអ្វីដែលកម្ពុជាចង់បាននោះទេក្រសួងការពារជាតិរបស់យើងក៏បន្តពិភាក្សាជាមួយនឹងក្រសួងការពារជាតិថៃដើម្បីរកដំណោះស្រាយដែរដូច្នេះហើយសូមអ្នកទាំងអស់គ្នាទុកចិត្តទៅលើរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលកំពុងតែធ្វើការទៅលើបញ្ហានេះពួកយើងទាំងអស់គ្នាអ្នកខ្លះក៏បានគេនៅកន្លែងស្រួលអាចញ៉ាំស្រួលបានអាចធ្វើកិច្ចការងារប្រចាំថ្ងៃបានទៅដោយធម្មតាណែបងប្អូនលោកពូដែលកំពុងតែឈរនៅជួរមុខការពារនៅតំបន់ព្រំដែននោះប្រឈមនឹងហានិភ័យគ្រប់ពេលវេលាទាំងអស់ឆ្នេះហើយអ្នកទាំងអស់គ្នាព្យាយាមរកប្រភពព័ត៌មានណាដែលច្បាស់លាស់ផ្សាយចេញទៅដោយទំនួលខុសត្រូវមុនពេលចូលទៅខមមិនមិនថាជាព័ត៌មានក្នុងស្រុកឬមួយក៏ក្រៅស្រុកឬមួយក៏ឆ្លងប្រទេសនោះទេសូមឲ្យបងប្អូនខមមិនឲ្យបានត្រឹមត្រូវព្រោះថាពួកយើងមិនមែនជាអ្នកឈរនៅជួរមុខឬមួយក៏អ្នកកំពុងតែដោះស្រាយបញ្ហាទាំងអស់នោះទេអនុញ្ញាតឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងកងកម្លាំងការពារដែលជាអ្នកប្រឈមមុខនឹងការងារនោះដោះស្រាយគំជាយើងពង្រីកចំនួននេះឲ្យមានការរើសអើងចិត្តសាស្ត្រចុងក្រោយជូនពរឲ្យបងប្អូនដែលជាកងកម្លាំងប្រកបដោយសុខភាពបងប្អូនឪពុកម្ដាយប្រពន្ធកូនកំពុងរងចាំនៅផ្ទះ